ជំរាបសួរកូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់នៃព្រះអង្គម្ចាស់ថ្ងៃនេះជួបជាមួយអ្នកគ្រូម្ដងទៀតចានៅក្នុងថ្នាក់គណិតវិទ្យាមេរៀនទី12វិធីបូកចំនួនតួសភាគដែលមានចំណងជើងចាអញ្ចឹងមានលំហាត់2ដែលអ្នកគ្រូបានបង្ហាញតែអ្នកគ្រូលើកយកមកបង្ហាញកូនទាំងអស់គ្នានៅក្នុងថ្ងៃនេះចារកផលបូកចំនួនតួសភាគភាគ10គ្មានត្រាទុកចាអញ្ចឹងយើងមើលលំហាត់ក44.6 បូកឲ្យ 15.2 លំហាត់ខ 154.5 បូកឲ្យ 30.3 ចាអញ្ចឹងយើងធ្វើប្រមាណវិធីជាមួយអ្នកគ្រូចាអ្នកគ្រូសូមបញ្ជាក់ថាចំនួនតួសភាគភាគ10ហ្នឹងយ៉ាងម៉េចយើងមើលចំនួនតួសភាគចុចនេះគេហៅថាជាតួសភាគចាអញ្ចឹងបើនៅខាងស្ដាំដៃតួសភាគនៅខាងស្ដាំបានន័យថាខាងស្ដាំចិត្តអ្នកគ្រូបញ្ជាក់ថាខាងស្ដាំចាមានលេខមួយខ្ទង់នឹងឯងគេហៅថាចំនួនតួសភាគភាគ10ចាចំណែកខាងឆ្វេងចុចនេះបានន័យថាវាជាចំនួនគុតចាគេរាប់ថាជាចំនួនគុតហើយនៅខាងស្ដាំចុចគេរាប់ថាជាចំនួនតួសភាគចាអញ្ចឹងចំនួនតួសភាគភាគ10គឺមានខាងស្ដាំចុចហ្នឹងគឺមានលេខតែមួយខ្ទង់ទេហៅថាចំនួនតួសភាគភាគ10អញ្ចឹងបើសិនជាមានលេខ2ខ្ទង់ឧទាហរណ៍អ្នកគ្រូថែមលេខ1មានលេខ2ខ្ទង់អញ្ចឹងអាហ្នឹងគេអត់ហៅចំនួនតួសភាគភាគ10ទេណាគេហៅចំនួនតួសភាគភាគ100ចាអញ្ចឹងថ្ងៃនេះអ្នកគ្រូមកបង្ហាញកូនទាំងអស់គ្នាបូកដែលចំនួនតួសភាគភាគ10ដែលគ្មានត្រាទុកអញ្ចឹងនៅពេលដែលយើងធ្វើវិធីបូកគឺបានន័យថាយើងចាប់ដើមពីភាគ10មកមុនពីចំនួនតួសភាគភាគ10មកមុនចាប់ដើមបូកចំនួនតួសភាគភាគ10ហើយកូនដាក់ចុចចាហើយចំនួនគុតណាខ្ទង់រាយខ្ទង់10កូនត្រូវដាក់ទៅតាមលំដាប់លំដោយនៃខ្ទង់របស់វាណាលេខរបស់វាហ្នឹងកូនត្រូវដាក់តាមលំដាប់លំដោយនៃខ្ទង់របស់វាមកទើបកូនរកលទ្ធផលបានត្រឹមត្រូវចាតើឥឡូវយើងធ្វើប្រមាណវិធីជាមួយអ្នកគ្រូទាំងអស់គ្នាចាយើងចាប់ផ្ដើមពីភាគ10មកមុនចា6បូក2ស្មើនឹងប៉ុន្មានកូនចាស្មើនឹង8អញ្ចឹងចុចនេះគឺកូនតម្លាក់មកអស់ហើយដើម្បីកុំឲ្យកូនភ្លេចចា4បូកឲ្យ5គឺស្មើ9 5បូក1គឺស្មើ5អញ្ចឹងលទ្ធផលរបស់យើង54.59.8អញ្ចឹងកូនយកមកដាក់នៅកន្លែងជួរដេកណាលំហាត់កជួរដេកចា59.8ចាឥឡូវយើងមើលប្រមាណវិធីនៅខ្ទង់ខអត់ខុសពីខ្ទង់កទេគឺដូចគ្នាអញ្ចឹងយើងចាប់ផ្ដើមពីភាគ10មកមុនចា5បូក3ស្មើ8ណាចុចគឺកូនតម្លាក់មកហើយចា4បូក0គឺស្មើ4 5បូក3គឺស្មើ8 1អត់អីបូកគឺតម្លាក់ចាអញ្ចឹងលទ្ធផលរបស់យើង184.8កូនយកមកដាក់នៅលំហាត់ជួរដេកមក184.8ចាអញ្ចឹងលំហាត់នេះគ្រូបានបង្ហាញកូននៅក្នុងថ្ងៃនេះគឺអ្នកគ្រូសូមបញ្ចប់តែប៉ុណ្ណេះអ្នកគ្រូសង្ឃឹមថាកូនយកមេរៀននេះទៅអនុវត្តនៅក្នុងជីវភាពប្រចាំថ្ងៃរបស់កូនហើយនៅក្នុងថ្នាក់រៀនរបស់កូនសូមព្រះប្រទានពរកូនទាំងអស់គ្នា